មនុស្សប្រហែលជា90%ឈប់ធ្វើអ្វីមួយដែលគេមិនធ្លាប់ធ្វើពីមុនមកនៅពេលដែលវាប្រឈមមុខទៅនឹងការលំបាកតែ10%ទៀតដែលនៅសល់នឹងក្លាយជាមនុស្សអស្ចារ្យឬក៏ជោគជ័យនៅក្នុងជំនាញនោះសំណួរគឺថាតើអ្នកស្ថិតនៅក្នុងក្រុមមួយណាដែរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលខ្លីតែខ្លឹមមានអត្ថន័យជាច្រើនមែនទែនដែលមានចំណងជើងថា The Deep មានន័យជាភាសាខ្មែរថាចំណុចទាបមុននឹងជោគជ័យមកធ្វើការអត្ថាធិប្បាយសង្ខេបខ្លីៗជូនអ្នកទាំងអស់គ្នាសៀវភៅមួយក្បាលនេះគឺត្រូវបាននិពន្ធឡើងដោយលោក Seth Godin បោះពុម្ពនៅឆ្នាំ2007ហើយលោកគឺជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបនិងជាអ្នកជំនាញផ្នែកទីផ្សារផងដែរលោកគឺជាជនជាតិអាមេរិកដែលបាននិពន្ធនៅសៀវភៅល្បីៗជាច្រើនក្បាលហើយសៀវភៅ The Deep នេះគឺជាសៀវភៅដែលលក់ដាច់មួយក្បាលរបស់លោកក្នុងចំណោមសៀវភៅលក់ដាច់ជាច្រើនផ្សេងៗទៀតសៀវភៅនេះផងដែរនឹងបង្រៀនយើងឲ្យចេះអត់ធ្មត់នៅកន្លែងដែលមានតម្លៃហើយចេះឈប់នៅកន្លែងដែលគ្មានលទ្ធផលឬក៏គ្មានអនាគតហើយត្រូវតែធ្វើយ៉ាងណាឲ្យក្លាយជាអ្នកដែលល្អបំផុតនៅអ្វីដែលអ្នកជ្រើសរើសមួយវិញទៀតលោក Seth Godin ក៏បានបញ្ជាក់ដែរថាមិនមែនអ្នកដែលឈ្នះមិនដែលបោះបង់នោះទេតែអ្នកដែលឈ្នះដឹងថាត្រូវបោះបង់អ្វីហើយនឹងត្រូវបន្តអ្វីនៅក្នុងជីវិតកុំឲ្យយើងនឹងខាតពេលវេលានិងថាមពលដូច្នេះសូមអ្នកកុំបោះបង់ពេលជួបការលំបាកនៅពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីថ្មីមួយប៉ុន្តែអ្នកត្រូវតែជ្រើសរើសអ្វីដែលស័ក្តិសមនឹងការបន្តរបស់អ្នកមិនមែនគ្រប់អ្វីទាំងអស់វាគួរតែអ្នកត្រូវតែតស៊ូរហូតនោះទេតែអ្នកត្រូវដឹងថាអ្វីដែលយើងគួរបន្តហើយអ្វីដែលយើងគួរតែបោះបង់ដែលវាជាជំនាញដ៏សំខាន់មួយនៅក្នុងអាជីពនិងជីវិតរបស់យើងប្រចាំថ្ងៃដូច្នេះដើម្បីកុំឲ្យខាតពេលយូរនោះនាងខ្ញុំសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅតាមដាននិងស្វែងយល់គំនិតសំខាន់ទាំង5នៅក្នុងសៀវភៅនេះដូចតទៅគំនិតទី1 Deep គឺជាឧបសគ្គមុនជោគជ័យ Deep គឺជាដំណាក់កាលលំបាករយៈពេលវែងមួយនៅចន្លោះនៃការចាប់ផ្ដើមធ្វើអ្វីថ្មីមុននឹងអ្នកក្លាយទៅជាអ្នកជំនាញឬក៏ជោគជ័យដ៏អស្ចារ្យវាគឺជាដំណាក់កាលមួយដែលធ្វើឲ្យមនុស្សភាគច្រើនបោះបង់ពេលដើរមកដល់ត្រង់ចំណុចនេះតែអ្នកដែលអាចឆ្លងកាត់បានគឺនឹងក្លាយទៅជាអ្នកជោគជ័យពិតប្រាកដឧទាហរណ៍ដូចជាអ្នកទើបតែនឹងចាប់ផ្ដើមធ្វើ YouTube ថ្មីដំបូងវីដេអូរបស់អ្នកមិនសូវមាន view ឬក៏មិនសូវមានអ្នក subscribe ទេនៅពេលដែលអ្នកធ្វើយូរទៅមានអារម្មណ៍ថាហត់អស់កម្លាំងចិត្តហើយលែងចង់ធ្វើបន្តនៅពេលដែលអ្នកមានអារម្មណ៍បែបហ្នឹងអ្នកអាចឈប់សម្រាកវាសិនបានតែសូមកុំបោះបង់ដោយត្រឡប់មកវិញផ្លាស់ប្ដូរទិសដៅនិងរកឫសគល់នៃបញ្ហាដោយផ្លាស់ប្ដូរប្រធានបទឬក៏និច្ចរបស់អ្នកចន្លោះដែលអ្នកកំពុងប្រឈមមុខនឹងហើយវាគឺជាការលំបាកនោះហើយគឺជា deep ប៉ុន្តែអ្នកត្រូវដឹងឲ្យច្បាស់ថានៅផ្លូវខាងមុខនេះនឹងផ្ដល់ពន្លឺជីវិតដល់អ្នកព្រោះមានមនុស្សមិនតិចទេដែលដើរមុនអ្នកហើយទទួលបានផ្លែផ្កានិងជោគជ័យពិតប្រាកដព្រមទាំងប្រភពចំណូលដូច្នេះជ្រោះនេះអ្នកត្រូវតែឆ្លងកាត់ឲ្យបានដូចគេនោះអ្នកនឹងទៅដល់គោលដៅសរុបមកនៅក្នុងអ្វីដែលមានតម្លៃប្រហែលជានឹងមាន deep ដែលវាជាស្ថានភាពលំបាកមួយនឹងឈឺចាប់ប៉ុន្តែ deep បង្កើតភាពកម្រហើយភាពកម្រនោះហើយនឹងផ្ដល់តម្លៃខ្ពស់សម្រាប់អ្នកដែលនៅសល់ហើយនិងអ្នកដែលអត់ធ្មត់គ្រប់គ្រាន់ប្រសិនបើឥឡូវនេះអ្នកយល់ថាអ្នកកំពុងតែស្ថិតនៅក្នុង deep អ្នកត្រូវតែតស៊ូបន្តទៅមុខបន្តទៀតហើយវាក៏ជាឱកាសដើម្បីឲ្យអ្នកក្លាយជាល្អបំផុតផងដែរគំនិតទី2ពេលណាគួរបន្តនិងពេលណាគួរឈប់មេរៀននៅត្រង់ចំណុចនេះគឺពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នានៅក្នុងសៀវភៅ The Deep ក៏ចង់បង្ហាញយើងថាមិនមែនគ្រប់អ្វីដែលយើងចាប់ផ្ដើមគួរតែតស៊ូរហូតនោះទេតែត្រូវមានភាពច្បាស់លាស់នៅក្នុងការសម្រេចចិត្តអ្នកត្រូវដឹងថាតើអ្នកគួរបន្តអ្វីដែលមានអនាគតនិងអាចក្លាយជាលេខ1បោះបង់អ្វីដែលមិននាំអ្នកឲ្យក្លាយជាលេខ1ឬក៏គ្មានអនាគតដែលគេហៅថា cul-de-sac គឺមានន័យថាផ្លូវទាល់អ្នកត្រូវតែបោះបង់យ៉ាងណាមិញនៅពេលដែលអ្នកចូលរៀនថ្នាក់មហាវិទ្យាល័យដំបូងអ្នកអាចនឹងជ្រើសរៀនមុខវិជ្ជាឬក៏ជំនាញណាមួយដែលមិនស្រឡាញ់ព្រោះរៀនតាមតែគ្រួសារចង់ឲ្យរៀនបើអ្នកមិនឃើញពន្លឺនៃអនាគតក្នុងមុខជំនាញនឹងទេអ្នកមិនអាចក្លាយជាលេខ1បានទេដូច្នេះអ្នកត្រូវតែផ្លាស់ប្ដូរទិសដៅការផ្លាស់ប្ដូរទិសដៅនេះមិនមែនថាអ្នក
ជាមនុស្សបរាជ័យទេប៉ុន្តែវាគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃរបស់អ្នកដូច្នេះត្រូវចាប់ផ្ដើមសួរខ្លួនឯងថាតើអ្វីដែលខ្ញុំកំពុងតែធ្វើនេះមានអនាគតដែរឬទេតើវាអាចនាំខ្ញុំក្លាយទៅជាលេខ1នៅក្នុងនិច្ចមួយនេះទេឬក៏វិស័យមួយនេះទេគោលបំណងសំខាន់នោះគឺដើម្បីសន្សំពេលវេលាធម៌ពលនិងធនធានហើយអ្នកត្រូវតែផ្ដោតលើអ្វីដែលមានតម្លៃគំនិតទី3កុំរស់នៅជាមនុស្សមធ្យមត្រូវតែមានគោលដៅល្អបំផុតមួយការរស់នៅធ្វើជាមនុស្សមធ្យមមិនបានន័យថាជួយឲ្យអ្នកនឹងរីកចម្រើនជាងមុនទេឬក៏ប្រសើរឡើងឡើយតែផ្ទុយទៅវិញមានតែបំផ្លាញអ្នកពីមួយថ្ងៃទៅមួយថ្ងៃខាតពេលវេលាជីវិតងាយនឹងជួបបញ្ហាមិនចេះចប់មិនចេះហើយអ្នកគួរតែត្រូវតែអភិវឌ្ឍអ្វីដែលអ្នកស្រឡាញ់អ្វីដែលអ្នកមានទេពកោសល្យឲ្យក្លាយទៅជាលេខ1ក្នុងពិភពរបស់អ្នកដូច្នេះអ្វីដែលអ្នកត្រូវតែមានមុនគេគឺគោលដៅដែលអ្នកចង់ក្លាយទៅជាគោលដៅនេះហើយដែលនឹងនាំអ្នកទាំងអស់គ្នាទៅបង្កើតប្រភពចំណូលធ្វើឲ្យអ្នកមានតម្លៃនិងរស់នៅដោយឯករាជ្យភាពសេរីភាពវាប្រៀបដូចជា map សម្រាប់ចង្អុលបង្ហាញទិសដៅដល់ផ្លូវជីវិតរបស់អ្នកអញ្ចឹងសរុបមកការរស់នៅជាមនុស្សមធ្យមមានន័យថាការធ្វើអ្វីត្រឹមតែមកគ្រប់គ្រាន់មិនខិតខំឲ្យលើសឲ្យមិនអស់ពីសមត្ថភាពមិនចង់ខ្លាយជាល្អបំផុតប៉ុន្តែអ្នកត្រូវចាំថាអ្នកដែលចង់ជោគជ័យពិតប្រាកដត្រូវតែមានគោលដៅខ្ពស់និងសម្រេចចិត្តថាខ្ញុំចង់ឈានទៅកម្រិតកំពូលមិនមែនកម្រិតមធ្យមទេមនុស្សមធ្យមមានដូចជាធ្វើតាមតែគេប្រាប់ប៉ុណ្ណាធ្វើតែប៉ុណ្ណឹងដូចជាមិនហ៊ានសាកល្បងធ្វើអ្វីថ្មីខ្លាចបរាជ័យជាដើមចំពោះមនុស្សដែលមានគោលដៅល្អបំផុតវិញគឺជាមនុស្សដែលកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនឯងការសិក្សាបន្ថែមនិងអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃហើយនឹងទ្រាំនៅការលំបាកអីដែលសំខាន់បំផុតគឺមិនបោះបង់ពេលដែលជួបឌីបចំពោះគំនិតទី4វិញនិយាយអំពីឌីបបង្កើតភាពកម្រនិងឱកាសហេតុអ្វីឌីបបង្កើតភាពកម្រដល់មនុស្សគំនិតទី5ដើម្បីជោគជ័យអ្នកត្រូវជ្រើសរើសភ្នំដែលត្រឹមត្រូវសម្រាប់ឡើងមានន័យថានៅពេលដែលអ្នកឡើងភ្នំខុសទោះបីជាអ្នកនឹងខិតខំប្រឹងប្រែងអស់មួយជីវិតនេះក៏ដោយក៏មិនអាចឈ្នះដែរភ្នំវាប្រៀបដូចជាគោលដៅជីវិតអញ្ចឹងឬក៏ផ្លូវដែលអ្នកជ្រើសរើសឡើងវាក៏អាចជាអាជីវកម្ម Channel YouTube មួយជំនាញមួយអាជីពឬក៏អាជីពណាមួយជាដើមបញ្ហាគឺមនុស្សខិតខំខ្លាំងយ៉ាងណាប៉ុន្តែបើឡើងភ្នំខុសគឺអ្នកនឹងទទួលបានទោះជាខិតខំយ៉ាងណាក៏មិនអាចឈ្នះធ្វើយូរក៏មិនលេចធ្លោបីជាអ្នកទៅដល់កំពូលក៏មិនមានតម្លៃខ្ពស់ដែរជោគជ័យមិនមែនត្រឹមតែធ្វើការខ្លាំងទេប៉ុន្តែធ្វើការខ្លាំងលើអ្វីដែលត្រឹមត្រូវខ្ញុំសូមរំលឹកឡើងវិញនៅគោលមុននឹងបញ្ចប់វីដេអូនេះនាងខ្ញុំសូមរំលឹកឡើងវិញនៅគោលគំនិតទាំង5នៅក្នុងសៀវភៅ The Deep គោលគំនិតទី1 Deep គឺជាឧបសគ្គមុនជោគជ័យគំនិតទី2ដឹងពេលណាគួរបន្តនិងពេលណាគួរឈប់គំនិតទី3កុំរស់នៅជាមនុស្សមធ្យមត្រូវតែមានគោលដៅល្អបំផុតមួយគំនិតទី4 Deep បង្កើតភាពកម្រនិងឱកាសគំនិតទី5ដើម្បីជោគជ័យអ្នកត្រូវចេះជ្រើសរើសភ្នំត្រឹមត្រូវសម្រាប់ឡើងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់បើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច Like Subscribe និងទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ